ôn men chấm nạp vào trong vôផលិតផលយើងហ្នឹងហើយព្រោះយើងកំលីគេថាណាយើងហូបខ្លួនឯងណាលើបងសាប់នេះសិនកុំអោយថាมันឆ្ងាញ់ហើយបោះចោលវាអត់កើតឆ្ងាញ់ណាស់លោកអើយចាណាឥឡូវគាត់អាចស្ទាប់មួយជួបបានបាទជំរាបសួរបងបាទជំរាបសួរបងបាទខ្ញុំមកនេះខ្ញុំមកពេញសាច់ប៉ាតេដើម្បីលក់ជាមួយនំប៉័ងសាច់ក៏ប៉ុន្តែខ្ញុំអត់ដឹងថាខ្ញុំគួរយកសាច់ប៉ាតេបែបណាយកមកលក់នំប៉័ងសាច់ទេអូពាក់ព័ន្ធទៅលើការដែលបងចង់លក់នំប៉័ងសាច់ហ៎បាទអញ្ចឹងអូនមិនចាំថាចង់លក់នំប៉័ងសាច់តែមិនដឹងយកសាច់ប្រភេទណាដើម្បីលក់តែបងចង់សួរបងវិញបងលក់មកដល់ប្រហែលបើតាមតំបន់ខ្ញុំតំបន់ទីប្រជុំជនដែរអញ្ចឹងទៅខ្ញុំចង់លក់នំប៉័ងសាច់មួយដើម 8,000 រៀលមួយដើម 8,000 បាទហ្នឹងពាក់ព័ន្ធទៅលើសាច់ហេតុអីបងចង់សួរអូនត្រឡប់ទៅវិញដោយសារអតិថិជនភាគច្រើនណាគាត់តែងតែមកសួរនាំព័ត៌មានរឿងលក់ហ្នឹងហើយតែសម្រាប់សាច់យើងវាច្រើនប្រភេទមានអាចមួយដើមចាប់ពី 5,000 ទៅ 6,000 8,000 និង 12,000 អញ្ចឹងណា$3អូបាទអញ្ចឹងពាក់ព័ន្ធទៅលើសាច់ដែលប្រភេទបងចង់លក់មួយដើម 8,000 ខាងយើងមានសាច់ប្រភេទនេះប្រភេទសាច់ជ្រុងនេះណាសាច់ជៀនពិសេសអានេះប្រភេទជៀនពិសេសលេខ1អូជៀនមូលពិសេសលេខ1បាទយើងដាក់ជាមួយនឹងដើមជ្រុងនេះអូចឹងយើងមើលពីមុខណាបាទអាចថែមតិចជ្រូកក៏បានដែរប្រភេទនេះគេហៅថាសសាច់ជ្រូកលេខ1សជ្រូកលេខ1បាទផលិតចេញពីសាច់ជ្រូកដូចគ្នាអានេះក៏ហមតិចជ្រូកលេខ1ដូចគ្នាជ្រុងដូចគ្នាយើងដាក់3ប្រភេទហ្នឹងគឺតម្លៃវា 8,000 អាចយកបានអូចឹងហើយកម្រិតចំណេញហ្នឹងគឺវាសមរម្យដែលអាចទទួលយកបានបាទចុះនំប៉័ងសាច់ហ្នឹងខ្ញុំទើបចាប់ដើមរលក់នេះតែអត់ដឹងថាចុះចង់លក់ថានំប៉័ងសាច់ប៉ាតេតែអត់ចង់ដឹងថាពាក់ព័ន្ធគេប្រើប៊ឺគេប្រើអីអាហ្នឹងខាងក្រុមហ៊ុនមានលក់តែអូនមានន័យថាបងអូនអត់ដែលមានបទពិសោធន៍ក្នុងការលក់ទេអញ្ចឹងណាបាទអត់ដែលសោះហ្មងអូខេអញ្ចឹងពាក់ព័ន្ធទៅលើជំនាញបច្ចេកទេសដែលបងអូនអត់មានហ្នឹងខាងក្រុមហ៊ុនយើងក៏មានការបង្រៀនទៅដល់អតិថិជនណាដែលគាត់អត់ចេះឬអតិថិជនចាស់ទៅដល់គាត់ចេះតែគាត់នៅស្ទើរអំពីជំនាញបច្ចេកទេសក្នុងការធ្វើជ្រូកបាទអញ្ចឹងខាងក្រុមហ៊ុនយើងខ្ញុំដែលមានខ្ញុំជូប្រុសដែលជាអ្នកទីផ្សាររបស់ក្រុមហ៊ុនប៉ាតេភ្នំពេញ310ហ្នឹងគឺចុះទៅបរៀនផ្ទាល់ឬក៏សម័យនេះពេលសម័យមុនយើងទៅរៀនផ្ទាល់ដល់ទីកន្លែងអតិថិជនណានៅតាណាក៏ទៅនេះបើអញ្ចឹងកាត់រូបមន្តឲ្យគាត់បើសិនគាត់មកដល់ទីតាំងយើងបរៀនទីតាំងអញ្ចឹងពាក់ព័ន្ធទៅលើអូនអត់មានបច្ចេកទេសក៏អត់អីដែរអត់បាច់កង្វល់ជាមួយក្រុមហ៊ុនយើងគឺមានការបង្រៀនអូនដោយខ្ញុំផ្ទាល់តែម្ដងខ្ញុំមានជំនាញឯកទេសខាងហ្នឹងបើនិយាយពីពេទ្យនេះគេថាបច្ចេកបណ្ឌិតជ្រូកចង់និយាយតែហ្នឹងខាងនេះថាមករទិញសាច់ប៉ាតេយកធ្វើនំប៉័ងសាច់ហើយក៏មកសួរព័ត៌មានខ្លះអញ្ចឹងណាឥឡូវបានដឹងអំពីត្រូវយកសាច់ណាអញ្ចឹងណាបាទយកមកដាក់លក់អញ្ចឹងទៅហើយចំពោះកន្លែងទីតាំងលក់ខាងក្រុមហ៊ុនខាងបងអាចចុះទៅសិក្សាផ្ទាល់ដែរបងគាត់យ៉ាងម៉េចពាក់ព័ន្ធទៅលើទីតាំងវាសំខាន់ជាទីបំផុតមកទីតាំងដែលលក់ណាបាទបើសិនជាគាត់យកទូក្រុមហ៊ុនរឹតតែលំអិតទៅមើលទីតាំងហ្នឹងឲ្យបានច្បាស់តែម្ដងអូនិយាយរឿងទូអញ្ចឹងខាងក្រុមហ៊ុនមានទូលក់ឬក៏ឲ្យយើងខ្ចីឬក៏ឲ្យ free សម្រាប់ទូហ្នឹងទូយើងពីសម័យមុនកូវីដណាបាទអញ្ចឹងយើងចង់ផ្សព្វផ្សាយអំពីផលិតផលយើងតែផលិតផលយើងផលិតតាំងពីឆ្នាំ1986មកម្លេះតែគ្រាន់តែការដែលយើងមានទូមានអីនេះគឺវាតាំងឆ្នាំ90ជាងមកទេអញ្ចឹងណាបាទដែលមានរីកសាខាមានដាក់ទូដាក់ឲ្យតាមអតិថិជនពីមុនមកយើងលក់បោះទៅតាមផ្សារតាមអីអញ្ចឹងណាលក្ខណៈទីផ្សារបុរាណតែពាក់ព័ន្ធទៅលើទូបច្ចុប្បន្ននេះក៏នៅតែមានឲ្យអតិថិជនខ្ចីដដែលតែគ្រាន់យើងមានការកក់លុយអញ្ចឹងកក់លុយការកក់ហ្នឹងក៏ឲ្យអតិថិជនកក់លុយដូចគ្នាទាំងអស់ក៏គិតតាមប្រភេទប្រវែងទូអាហ្នឹងតាមប្រវែងទូចាក់ស្ដែងបងខាងក្រុមហ៊ុនយើងមានទូចាប់ពី1ម៉ែត្រពីទឹក1ម៉ែត្រ4 1ម៉ែត្រ6 1ម៉ែត្រ3រហូតដល់2ម៉ែត្រអូទូថ្មីឬក៏មកទឹកទេទូហ្នឹងអាស្រ័យលើបងចង់បានថ្មីគឺខាងក្រុមហ៊ុនដងថ្មីតែធ្វើថ្មីជូនតែគ្រាន់តែយើងកក់លុយទៅតាមគោលការណ៍ក្រុមហ៊ុនជាក់ស្ដែងតែបើទូចាស់មកទឹកហ្នឹងណាគេហៅថាទូមកទឹកមានន័យថាអតិថិជនពីមុនមកគាត់ធ្លាប់ប្រើហើយអញ្ចឹងប្រពន្ធយកអាហ្នឹងវាទូថ្លៃមានន័យថាកក់វាចុះ50%ពីនេះទូថ្មីទូចាស់យើងវាន័យថាវាចំណេញ50%ដែរព្រោះតែទូថ្មីកក់400វានៅ700ឯងយកទៅហោអញ្ចឹងណាបាទវាធូរមកកម្រិតចុះមួយទៀតចំពោះសាច់ប៉ាតេពេលដែលយើងនិយាយត្រូវជាមួយក្រុមហ៊ុនចរចាត្រូវហើយពាក់ព័ន្ធមួយសាច់ជាមួយនឹងជ្រក់ក៏ដូចជាប៊ឺសម្រាប់លាបនំប៉័ងសាច់អីចឹងណាអញ្ចឹងសាច់ប៉ាតេហ្នឹងជារៀងរាល់ថ្ងៃហ្នឹងត្រូវពួកខ្ញុំត្រូវទិញសេវាខ្លួនឯងឬក៏ខាងក្រុមហ៊ុនគេដឹកជញ្ជូនដល់ទីតាំងតែម្ដងក៏យ៉ាងម៉េចសម្រាប់ក្រុមហ៊ុនយើងមានគោលការណ៍អញ្ចេះគ
โอกาสที่มุ้ยคือเปอร์เซ็นต์เจอติชนก่อนในขนมตีกรมพรมไปนะตัวไปก่อนโยติก็กรมมันเยอะเมียนเสียบากรรมดักชนอาจจะทายได้แต่สมสนมพอถ้าไปเลยโอนลูกก็มองไอ้เตยเชิงบอกยืนโอ้ยเชิงยืนวิเมียนใจเนี่ยใจเตยหมักเลยหมักทรายเนี่ยจังนั้นนะบ่าโอ้ยตะทางจะบามเปิลยังเตยหมักทรายยังเตยดอลสากกีทรายจังเตยหมอกทางปีเตี้ยยังแหละตะใบจานองสนุลเตยดอลยืนในเตยเลยหามวยบ่านั่งขนาดตึงนั่งเราเชื่อเลยใบยังรถเตยจังเตยดอลวัดสไลด์มาได้จังนั้นเอาบ่าเป็นสายให้ในตีกรมพรมเป็นจะเดียดสำหรับบรรดาแขกบรรดาแขกก็จริงสิบาได้แต่ดำเนินติชนยืงกอดโยใส่จับปีมาเพลย์เมอร์หลังตื่นโอ้มันยังฟรีสบายนั่งมันทางกรมตรีสบายแล้วจังแล้วก็จะท่าก่อนมีtrường đắp nàyปีtrướcไงง่ายvậy บุตรไงปีเชิงเป็นรักบุตรเชิงเป็นไงบุตรเชิงจังงูที่họท่าnhóm không còn mong trường biệt ngay hồi hào sẽ thả lụa tới bia tại chun có tin chuyển với vì đại chắc nhầm ta còn mong thì rồi còn mong vì mong bay mong buôn hao chắc là nó thử mày thử kẹp mong chẳng đó còn mày bẹ con từ lừa sẽ vào cam đại ôn còn mong hay offside ôn trong bàn thiên nắng vì còn muốn cứ bấm ra sẽ vào cam pin tại đó tại còn là bờ sân chia cả này còn miền trường từ to từ năng tiết còn vô chùn bây giờ đã thì chun được bài năng đáy ở đây offside còn mong tới còn được bài nó còn vô chùn tại bậc cả này ở miền thếคอมเมนต์สิบาในใต้ก่อนนะโอนจริงช่วยจริงสิบาคนไอโอ้บาทยังรถตามเอฟตามไอจังนะตามเกรดตามไอจังตื่นไอเปียปอนแต่เรื่องออนไลน์คือทางยังดักเกรดตามออกแถมดองออกกับบาทไม่ใหญ่ออนไลน์เนี่ยได้ก็ติดยำติดไอ้นะเนี่ยได้ติดยำก็โจจัดใส่ประเภทคลายยังไงดำไปโยติดยำแต่ใส่กระมวลยังคือใช่เหรอตัวใบเบียใส่ลมดำมาดำยังลุบังใส่จริงตามป้อนก็ใส่ทั้งคนระเบียบใช่ไงออนเรียนปัญญาเจ๊ที่มูลค่าเด็กชมmột chùa bongนั้นให้mà hồ tinh sạch là mình luôn sạch bát tê nó xô vào mấy khơi tha bơi du hay bà sạch nắng bà chỉ sáng bong bóng của con lụa đây còn người trai pik một bạn cá sùn non còn mình lại nắng lấy có chuột bóng của xô bong thèm đó thầy thấy nhung trong chuyện thích của nhung hay đoạn ban của nhung tâm hơi mau nhá bé con người chủ nhung nó tứ trong ca thời xuống khang ở khang bong chui đẹp đủ muốn là cô tập lụa tốt là cô chẳng mấyสมัครบึกสันจิกาในนะโอนมองก่อนสู้สมเพให้วันไหนมาดอลซอมเอาเขียงเปลี่ยนเพลียมั้ยคือยังมาตกจัดโอนใหญ่กล่องแต่สาโอนใจเต้โอนเตยโยผลิตภัณฑ์ทางเก็บเซอย่างจังนะหรือก็ไอจังเตอเหมือนทางธรรมดาจำเรียนใจกระเตงมุ้ยเหมือนแบบไปสอบติดชนะไหมสมัครยังเฟิร์การกรมหนแบบไปปีชนะไหมนะโอ้ยุ่งชนะไหมไอไปจั่วไว้ยังสมัครโต้ยังเฟิร์ยังได้ลวกห้องโดยสร้างยังกำลังเครื่องยังจะบักหลอกtăng vì chùa tự sọ có đôi chia chùa là hồng dương đó nè nhưng phơiแต่มาดองไงคือบัดรวยยังปนแจกเบอร์ปนเป็นจำนวนร้อมเปิดปากก้อนปนบองเป็นเลตีเลกรามให้เมียนเพกบองไปở đó nèปนเซยซาทำไมถึงngày nàoปนtừ bênปนkịch tứ tháp trong lúc ngày ná ponชามาดองtiềnไอ้แบบปนtừเลยจุโดยยังจุดเดียวจูนจังปนลูกไปนะกับมองซ้ายโจไปนะtrong từบริเวณปนเรากับอะไรก็บ้านนั้นดอลกระไรคือมีในตายังตื่นสักษาตัวแต่กว่านะอันนี้ใหญ่ตรังจังสมัยแล้วไปสู้เลยซาcáiอาศัยตื่นจังไงเอาโดยสมัยมั้งนะcái chuyện cái đôi tập này thì cắtรูปมนให้เฟอร์วิดโอจูนโอนเตียบnhà ở tam telegram ôn chăm ôn cho telegram trong tới bạn năng cái con từ lời chú ở đây thì bờ sân ôn do sạch hàng trong ôn tất cả con trong năng video chun ôn video phơi chú năng ai đặtรูปมนaiทำtới bạc luônตามที่ดับเราดับจูโอ้เบอร์บานจังยมเล่นเพย์ยมอาลุบ้านให้จังก็โผล่โดยซาแต่มีกรมพลสปอร์ตปีเราจังอ่ะแต่เป็นเราจังเป็นเจ็บโอนจังโดยซาเบอร์สันเจ็บโอนจู่เหม็นกรมพลยังเกาะลอยออนไลน์ให้โยนลอยให้อัดเมียนสนามไม่ได้อัดเมียนcáchสัญญากองตราปีกรมพลยังเคยยังเมียนลายสัญฉบับว่าเมียนนี่มันสัญญานี่มันสัญญาปัตติมาย่อยดับใช้ตู้เลยอันนี้นี่มันสัญญาได้ละเมียนหมวดติชนจังเมาส์ก่อนบางใช้ตู้ประเภทประมาณตั้งประมาณไม่นัดก็ประมาณเซแต่หลายตู้ได้โลไหนเกาะให้เลยเกาะเลยไอ้นั่งให้ประเด็นไม่ได้เป็นไงใครไอ้จังเต๋อให้ชมสัญญาตัวสควอลจังเต๋อโอนประเด็นไม่ได้จังเป็นสะใส่ใจจังนั้นได้กรมพลยังชมในใหญ่ตามตรงยังตั้งเป็นยังเปิดการมาคือโดยตาเคยหล่อชอบมองตั้งปีกาเกาะเลยติชนได้เกาะให้นั่นคือชมไม่แน่ดาวโอดาวในพอดกองตราใช้ตู้ได้เกาะเลยคือกองตราระยะไปหมู่ชนโอนชอบโอนบ่งวันตัวกรมพลนั่งเป็นเมื่อฉบับล้อตะเลิม
បញ្ជីឈ្មោះបងដែលកក់លុយហ្នឹងអញ្ចឹងលុយកក់បងប្អូនហ្នឹងគឺទទួលបានពេញតម្លៃអត់មានបាត់មកកាក់ម៉ាស៊ីនទេល្អមែនឧទាហរណ៍ថាបងឯងកក់$400អញ្ចឹងគាត់នៅឯងជាលុយតម្កល់នៅក្រុមហ៊ុនទេអញ្ចឹងថ្ងៃក្រោយទៅបងឯងថាឥឡូវបន្តចង់លក់ទៀតចប់ក្នុងក្រៅបងឯងបន្តទៅលុយហ្នឹងនៅដដែលលុយបងឯងដាក់លុយនៅធនាគារអញ្ចឹងអាហ្នឹងផលចំណេញគឺទីផ្សារយើងលក់ទៅចំណេញទាំងសងខាងហើយអាលុយកក់ហ្នឹងបងឯងទូបងឯងលក់បាន10ឆ្នាំទូនឹងទុកណាទុកបាក់អញ្ចឹងក្រុមហ៊ុនយើងស្នើមកក្រុមហ៊ុននឹងពិចារណាត្រូវធ្វើណៃថ្មីគឺធ្វើថ្មីមកតាមការអូនឲ្យលក់ជាក់ស្ដែងទៅណៃនឹងលក់ដាច់បានប្រមាណក្នុងរយៈពេល1 ឆ្នាំទៅន័យបាទបងបាទល្អមកល្អមែនទែនហើយខ្ញុំឯងអ្នកដើរសងថ្លៃលុយថ្លៃទូកំត្រាខ្លួនឯងដឹកទូចេញដឹកទូចូលខ្ញុំគ្រប់គ្រងបាទអូបាទហ្នឹងឥឡូវពាក់ព័ន្ធទៅលើការងារហ្នឹងវាចិត្តអស់ហើយតែអូនមានចម្ងល់ឬមានសំណួរអីសួរបន្តទៀតអត់បាទសូមរំខានបងតិចហើយដោយសារតែមុនហ្នឹងបានស្ដាប់បងប្រាប់ថាបងធ្វើជាអ្នកទីផ្សារលក់សាច់ប៉ាតេហ្នឹង20 ឆ្នាំជាងហើយអញ្ចឹងមកទល់បច្ចុប្បន្ននេះប្រហែលជាបងមានម៉ួយច្រើនហើយអញ្ចឹងតែហេតុអីក៏បងបន្តការធ្វើទីផ្សារនៅលើប្រព័ន្ធអនឡាញវិញបងហ្នឹងអញ្ចឹងពាក់ព័ន្ធទៅលើហ្នឹងវាដោយសារយើងចង់បន្តមានន័យថាបន្តមានថាពង្រីកថែមតាមពិតអតិថិជនចាស់យើងវាច្រើនហើយតែយើងធ្វើពីមុនមកយើងធ្វើតាមរយៈការដែលយើងចុះទៅផ្ទាល់ណាយើងទៅធ្វើទីផ្សារផ្ទាល់កន្លែងដែលអតិថិជនគាត់មានចំណាប់អារម្មណ៍យើងទៅស៊ូតាមតំបន់ទីប្រជុំជននានាទូទាំង24ខេត្តក្រុងណាបាទដល់អញ្ចឹងទៅមកយើងបាត់មួយរយៈបាត់ដោយសារកូវីដនោះកាលសម័យហ្នឹងកូវីដណាដល់កូវីដអញ្ចឹងទៅគាត់ខ្លះទៅគេបិទអត់ឲ្យមានការនាំចេញនាំចូលរបស់របរដែលផលិតហូបញ៉ាំអីហ្នឹងណាអញ្ចឹងក៏កូវីដទៅក៏វាស្បើយអតិថិជនមួយចំនួនអញ្ចឹងក៏ខ្ញុំបន្តធ្វើតាមប្រព័ន្ធ digital ដែលមាន page Facebook របស់យើងប៉ាតេ310ហ្នឹងណាហ្នឹងអញ្ចឹងទៅខ្ញុំអតិថិជនច្រើនតែគ្រាន់តែឥឡូវវាបាត់បង់ខ្លះដោយសារដូចខ្ញុំជំរាបជូនអញ្ចឹងសម័យកូវីដហ្នឹងគឺអ្នកខ្លះគាត់ឈប់លក់ឈប់អីចឹងណាគេបិទគេហៅថាបិទផ្ទប់កាលសម័យហ្នឹងកូវីដ 19ហ្នឹងអញ្ចឹងនៅបន្តខេត្តនានាខាងយើងក៏បានចុះទៅដែរពីមុនមកយើងចុះសេវាកម្មតាមខេត្ត24ខេត្តក្រុងចុះដាក់សាច់យើងនឹងទៅដល់ទីតាំងតែម្ដងបាទតែឥឡូវពាក់ព័ន្ធទៅលើការងារហ្នឹងដូចខ្ញុំជំរាបជូនហ្នឹងគេលោអតិថិជនចាស់ណាដែលគាត់ចង់លក់ដែរប៉ុន្តែគាត់អត់ដឹងគាត់คลิกលេខទូរស័ព្ទឲ្យយើងអញ្ចឹងណាឥឡូវមិនបាច់ភ័យទេមានឃើញមុខខ្ញុំនៅកាមេរ៉ាស្រាប់ហើយអាច search ជាមួយនឹងខាងប៉ាតេ310យើង search អូនឬក៏តាមរយៈ Telegram របស់ខ្ញុំយើងប្រកាសលេខបាទអាចប្រកាសលេខបានទេបាទលេខ Telegram ខ្ញុំគឺ017 23 48 32បាទបើសិនជាអតិថិជនចាស់ក៏ដូចជាអតិថិជនថ្មីជាពិសេសអតិថិជនចាស់យើងហ្មងបាត់ច្រើនដែរដោយសារដូចខ្ញុំជំរាបជូនខាងដើមអញ្ចឹងបើសិនជាគាត់មានចំណាប់អារម្មណ៍ចង់លក់វិញអញ្ចឹងសូមអញ្ជើញតាក់ទងតាមរយៈលេខទូរស័ព្ទដែលខ្ញុំបានជំរាបជូនអំបញ្ញវិញឬក៏តាមរយៈ Facebook page របស់ខ្ញុំដែលមាននិមិត្តសញ្ញា310ជាសម្គាល់បាទអូនេះតើនេះខ្ញុំឃើញដាក់សាច់នៅលើតុនេះឃើញតំណងអត់មានហាន់ភ្លក់បានទេអាចភ្លក់បានទេបងតែជាចង់តក់តែមកដែរអត់អីទេអូនបងអូនចង់ភ្លក់នេះខ្ញុំដាក់បងអូនភ្លក់ជូនបាទឥឡូវចេះបងពាក់សម្លាញ់អនាម័យទៀតបាទពួកអីយើងរ៉ូស៊ីដែលយើងត្រូវមានការអនាម័យច្បាស់លាស់បើចំពោះសាច់ប៉ាតេយើងមាន3ប្រភេទនេះអូនចង់ញ៉ាំប្រភេទមួយណាវាមានតិចជ្រូកមានសជ្រុងមានមូលប៉ាតេជៀនមូលពិសេសនិងប៉ាតេជៀនធម្មតាអូបាទជៀនលេខ1ដែរតែនេះគេហៅថាជៀនលេខ1ហើយជៀនលេខ1ពិសេសពិសេសលេខ1ចុះបើសុំហូបមួយមុខបន្តិចបានអត់នឹងដើម្បីចង់ដឹងថារសជាតិនឹងវាឆ្ងាញ់អត់ចឹងណាកំណាញ់ហ៎បាទអូនមានចំណាប់អារម្មណ៍ចង់យកផលិតផលយើងហើយបាទហ្នឹងហើយព្រោះប៉ានីសិនយើងកុំលឺគេថាណាយើងហូបខ្លួនឯងណាបាទលើបងសាប៉ានីសិនបាទកុំអោយថាมันឆ្ងាញ់ហើយបោះចោលវាអត់កើតឆ្ងាញ់ណាស់លោកអើយឆ្ងាញ់ណាស់បាទឥឡូវគាត់អាចតបជាមួយជ្រក់បានអូនអត់អីទេឥឡូវសុំតបបានណាបាទតបបានតាំងជ្រក់នេះទាំងអស់ទាំងជ្រក់ខ្ញុំអត់បាច់ពាក់សម្ដែងតែអីខ្ញុំហូបភ្លក់តបមកខ្លួនឯងណាបាទតបមកអត់អីណាស់ណាស់មិនដែរអូនគុណភាពហ៎នេះក្រហមតិចជ្រូកចប់អាហ្នឹងណាញ៉ាំមកចប់ដល់ហើយឆ្ងាញ់ដល់នេះអានេះសាច់ទៀតបងសាច់ទៀតណាអានេះសាច់ជៀនមូលពិសេសលេខ1ដាក់ទុំនេះមកជៀនមូលពិសេសលេខ1
ហ្នឹងហើយ បាទ អូយមើលចង់ភ្លក់មើលរសជាតិឆ្ងាញ់ប៉ុណ្ណា បាទចាំបងដាក់ជូនអត់អីទេឲ្យតែបងអូនចង់ភ្លក់អត់ឲ្យមើលសាច់ឲ្យឡើងស្វិតឡើងនេះហ្មង អីខ្មៅខ្មៅនេះ អូខ្មៅហ្នឹង ម្រេចហ៎ មិននេះណាហ្នឹងម្រេចអាហ្នឹងអូន អូម្រេចទេចាចឹងអូមើលសំភ្លក់ទឹ ម្រេចដាក់ទៅវាក្លិនម្រេចឈ្ងុយ ម៉ាត់មើលឈ្ងុយហ្មងឈ្ងុយហ្មង បាទលោកបងសានេះដែរ បាទសាតិចតិច នេះមាននិមិត្តសញ្ញា310យើងហ្នឹងហ្មងអានេះប្រភេទជៀនលេខ1 អូ អានេះជៀនពិសេសលេខ1ឲ្យអូនញ៉ាំមិញនេះ បាទ ជៀនមូលពិសេសលេខ1នេះនេះគុណភាពវាប្រដាំសងគ្នាអានេះវាលើតម្លៃតិចគុណភាពវាឆ្ងាញ់ជាងអានេះតិចតែរាល់ប៉ាតេទាំងអស់សាច់ឆ្ងាញ់ទាំងអស់ហើយមកដល់អូន ឆ្ងាញ់បងអើយឆ្ងាញ់ណាស់ អាចទទួលយកបានទេអូននៅសាជួមូលនៅអូន អូនេះជួយអាហ្នឹងធ្វើ បាទធ្វើខ្លួនឯង ធ្វើលក់អី បាទធ្វើលក់ទាំងអស់និយាយទៅបាទ ចឹងកាលនេះអ្នកដែលគាត់ខ្ជិលញ៉ៃអីគាត់អាចកំងបាន កំងបានតាមអនឡាញតាមអីហ្នឹងគឺមានសេវាកម្មដឹក ឆ្ងាញ់ខ្លាំងមកនេះ ក្រុមហ៊ុនយើងមិនមែនលក់តែឲ្យអតិថិជនសម្រាប់លក់នំប៉័ងទេមានបោះដុំនិងលក់រាយ24 25ខែក្រុងអញ្ចឹងណាអូន បាទ អញ្ចឹងមានបោះដុំនឹងលក់រាយមានជ្រក់ដែរជ្រក់រហុង ជ្រក់នឹងក៏ចឹងដែរបាទគិតបើសិនជាអតិថិជនមានចំណាប់អារម្មណ៍ឬក៏អ្នកញ៉ាំអីមានចំណាប់អារម្មណ៍អាចតំណងតាមរយៈលេខទូរស័ព្ទឬក៏ Facebook page របស់ខ្ញុំTelegram 017 23 48 32 បាទ អេតចូល Telegram ទៅចូលហ្នឹងយើងឆាតទូព័ត៌មានលម្អិតបាន បាទ ចាំបងមានអីទៀតទេ ចុះអានេះគឺធ្វើម៉េចហ្នឹងមានអីមានលសក់នេះ អានេះដោយសារខ្ញុំទៅទៀតខ្ញុំត្រូវ live លក់ អូឡាយលក់អី live លក់ដល់អញ្ចឹងទៅខ្ញុំរៀបចំនេះឲ្យទៅដល់រៀបចំឲ្យបងឯងមកដល់បដ ாய் ទៅមិនហ្នឹង បាទអញ្ចឹងចូលវីដេអូហ្នឹងហ្មងទៅណ៎ បាទអញ្ចឹងអស់ចង្អល់ហើយណាបន្តិចទៀតខ្ញុំ ចុះសាច់សួរតិចមើលសាច់ហ្នឹងលឺសួរថាសាច់310ទុកបានមួយថ្ងៃទេបងហ្នឹង សាច់យើងនេះ បាទ វាបើកំណត់ថ្ងៃចង់និយាយថាអត់មានប្រើសារធាតុគីមីទេយើងធ្វើមួយថ្ងៃលក់មួយថ្ងៃ បាទបងបាទ តែយើងអាចទុកបានរយៈពេលមួយសប្តាហ៍ចង់និយាយអញ្ចឹងណា បាទ ដោយមូលហេតុអីទុករយៈពេលមួយសប្តាហ៍ហ្នឹងគឺវាមានវិធីសាស្ត្រចេះយើងយកវាទៅក្លាសេក្នុងទូទឹកកក បាទ សម្រាប់ការលក់អូទាតែបងឯងចង់លក់នំប៉័ងសាច់បាញ់មិញហ្នឹងណា បាទ អញ្ចឹងបងលក់អត់អស់ទេមានន័យថាអូនលក់សល់សាច់អូនដាក់ក្នុងប្រអប់ចេះមួយក៏បានដែរមានប្រអប់ចេះណាមានប្រអប់ចឹងបងដាក់ចូលក្នុងឲ្យគ្របចិត្តមកអូនយកដាក់ចូលក្នុងទូអាសាច់យើងដុំនេះយើងទុកម្ដុំយើងចោលវាស្អាតដាក់ក្លាសេចូលក្នុងទូ បាទអូជួយថាកុំឲ្យវាចូលទឹកចូលអីណា បាទដោយសារសាច់យើងអត់មានប្រើសារធាតុគីមីទេអញ្ចឹងរាល់ការរក្សាទុកគឺបើរក្សាទុកឲ្យបានយូរដល់យើងដាក់ក្នុងទូទឹកកកអញ្ចឹងណាអូន បាទ ហើយបើយើងលក់មួយថ្ងៃព្រោះឲ្យសាច់យើងផលិតមួយថ្ងៃលក់មួយថ្ងៃរាល់ថ្ងៃនេះអញ្ចឹងណា បាទបង នៅបណ្ដាពេញអីគឺយើងរួមផលិតអត់តាន់ផងប៉ុន្តែយើងស្រួលមិនដូចសម័យមុនទេដោយសារមានកំណត់ដោយអតិថិជនឥឡូវកំងតាមអនឡាញតាមនេះតាមឆាតតាម Telegram អញ្ចឹងល្ងាចឡើងគាត់កំងយើងលំឡើងយើងចាប់ដើមធ្វើជូនគាត់តែម្ដងចំហុយរៀបចំផលិតជូនគាត់តែម្ដងអញ្ចឹងអត់មែនធ្វើពី3ថ្ងៃអីបានយកទៅលក់អីអត់ទេ បាទអញ្ចឹងចំពោះសំណួរថ្ងៃនេះគឺអស់ហើយបងបាទសូមអរគុណច្រើនបងណា បាទអរគុណបងបាទសូមអធិស្ឋានបើសិនជាមានកំហុសឆ្គងក៏មកកែប្រកាន់ បាទអរគុណច្រើន